សួរបងប្អូននេះគឺជាវីដេអូដែលខ្ញុំសងទៅបងប្អូនដែលកំពុងរស់នៅប្រទេសជប៉ុនហើយកំពុងបម្រើការងារនៅប្រទេសជប៉ុនធ្វើការជាពលករឬក៏បុគ្គលិកជំនាញក្តីណាតែគាត់សួរតើតើជំនាញលុយជប៉ុនកាលណាការឡើងមកវិញហើយលុយជប៉ុនធ្វើដំណើរដល់ណាហើយកុំតអាចទៅដល់ណាបងប្អូនចោលភ្នែកមើលអារូបភាព Bank of Japan Policy Rate ដែលមានដក0.1នឹងសិនណាហើយសម្គាល់វាទុកសិនទៅជាទូទៅខ្ញុំធ្វើវីដេអូវាអត់តាក់ទងជាមួយនឹងវីដេអូផ្ទុះឬមិនផ្ទុះទេអញ្ចឹងបងប្អូនដែលគាត់ខ្លះគាត់ហ្នឹងចូលខ្ញុំអត់តាក់ទងមួយជប៉ុនមើលបានអត់បងប្អូនអាចមើលក៏បានឬក៏មិនមើលក៏បានដែរខ្ញុំអត់សំខាន់រឿងអ្នកមើលទេសំខាន់មានប្រយោជន៍ដល់អ្នកស្ដាប់តែប៉ុណ្្នឹងឯងហើយខ្ញុំកំពុងតែរៀបចំសម្រាប់ការធ្វើវីដេអូតាក់ទងជាមួយនឹងស្រូវសម្រាប់មួយឆ្នាំពេញរវាងខ្មែរនិងវៀតណាមរដូវណាដែលយើងទទួលបានផលធៀបជាមួយវៀតណាមហើយរដូវណាដែលលក់បានថ្លៃបច្ចុប្បន្នហ្នឹងឥណ្ឌាកំពុងតែផ្ដល់ឱកាសក្នុងការយកអង្គចេញទៅលក់វិញអង្គសអញ្ចឹងវាធ្វើឲ្យស្រូវនៅក្នុងឆ្នាំ2027ប្រឈមមុខនឹងបញ្ហា2025ប្រឈមមុខជាមួយនឹងបញ្ហាច្រើនសម្រាប់កសិករខ្មែរណាយើងក៏ធៀមទុកទៅព្រោះបន្ទាប់ពី2ឆ្នាំឡើងដោយសារតែឥណ្ឌាអត់នាំចេញឥឡូវយើងមកវិញហើយបងប្អូនអារូបភាពបងប្អូនឃើញមុនហ្នឹងគឺជាគោលនយោបាយរបស់ធនាគារកណ្ដាលប្រទេសជប៉ុនដែលរក្សាអត្រាការប្រាក់ដក0.1 ដល់ពេលបងប្អូនឃើញអត្រាការប្រាក់ដក0.1ក៏គិតថាអញ្ចឹងមានតែខ្ចីប្រាក់ទទួលបានប្រាក់បន្ថែមឬក៏បែបម៉េចហើយតែទៅជាមួយនឹងអត្រាការប្រាក់បងប្អូនស្ដាប់កន្លែងនេះបងប្អូននឹងលែងឆ្ងល់ហេតុអីក៏បច្ចុប្បន្នគឺធនាគារជប៉ុនភាគច្រើនធនាគារជប៉ុនដើរជនជាតិជប៉ុនវិនិយោគឬក៏ទិញធនាគារនេះទិញធនាគារនោះពីប្រទេសមួយចំនួនដែលកំពុងអភិវឌ្ឍឬអត្រាការប្រាក់ខ្ពស់ណាជាពិសេសនៅក្នុងខ្មែរយើងបច្ចុប្បន្នឃើញជប៉ុនទិញចូលច្រើនទិញធនាគារច្រើនពេលបងប្អូនស្ដាប់ហើយលែងឆ្ងល់អា0ដក0.1ហ្នឹងគឺជាអត្រាការប្រាក់អវិជ្ជមានឬក៏គេហៅថា negative interest rate ដែលជាគោលនយោបាយ NIOP តែអ្វីទៅជាគោលនយោបាយ NIOP ខ្ញុំបញ្យល់បែបសាមញ្ញព្រោះយើងក្មេងបឋមយើងស្ដាប់បែបក្មេងបឋមដូចគ្នាទៅវាសប្បាយជាងមិនស្ដាប់ពាក្យបច្ចេកទេសគឺតើតើជាមួយនឹងធម្មតាធនាគារគេប្រព័ន្ធធនាគារគ្រប់ប្រទេសទាំងអស់គេមាន Central Bank គេហៅថាធនាគារកណ្ដាលបន្ទាប់មកមានធនាគារពាណិជ្ជដែលយើងឃើញឲ្យប្រាក់កម្ចីប្រទេសធំៗគេអត់មានមីក្រូម៉ាក្រូអីទេតែយើងមានគ្រឹះស្ថានឲ្យកម្ចីម៉ាក្រូអីហ្នឹងពីព្រោះម៉ាក្រូហ្នឹងក៏ខ្ចីពីធនាគារពាណិជ្ជបន្ថែមទៀតអញ្ចឹងទៅអញ្ចឹងវាពី3តង់អញ្ចឹងតែទៅមើលអត្រាការប្រាក់ហើយធនាគារពាណិជ្ជហ្នឹងក៏មានសមាគមធនាគាររបស់គាត់ពីក្រៅឬក៏មានអ្នក founder របស់គាត់សម្រាប់ផ្ដល់លុយអញ្ចឹងទៅឥឡូវយើងនិយាយតែពីការងាររបស់ធនាគារកណ្ដាលជាមួយធនាគារពាណិជ្ជមានន័យថាអត្រាការប្រាក់អវិជ្ជមានហ្នឹងគឺជាគោលនយោបាយមួយប្រសិនបើធនាគារពាណិជ្ជដែលគាត់យកប្រាក់ទៅតម្កល់ប្រាក់របស់ធនាគារពាណិជ្ជទៅតម្កល់នៅក្នុងធនាគារកណ្ដាលលើសបរិមាណដែលកំណត់ហ្នឹងធនាគារពាណិជ្ជពាណិជ្ជកម្មធនាគារធំៗណានឹងត្រូវបង់ប្រាក់កម្រៃជាងផ្សារឬក៏សេវាកម្មក្នុងការតម្កល់ប្រាក់ហ្នឹងគេធ្វើបែបហ្នឹងដើម្បីឲ្យមនុស្សមានលទ្ធភាពក្នុងការខ្ចីលុយច្រើនគេហៅថាកម្ចីឬក៏សេវាឬក៏គេហៅថាលុយថោកឬក៏កម្ចីថោកនឹងឯងអញ្ចឹងពេលបងប្អូននិយាយអញ្ចឹងចុះធនាគារគាត់ចំណេញមិនទៅបើអត្រាការប្រាក់ដក0.1មិនមែនមានន័យថាធនាគារពាណិជ្ជហ្នឹងគាត់មានអត្រាការប្រាក់បែបហ្នឹងទេប៉ុន្តែវាគឺជាគោលនយោបាយរបស់ធនាគារកណ្ដាលដែលខ្ញុំបានជំរាបមិញបើសិនធនាគារពាណិជ្ជគាត់យកទៅតម្កល់ជាទូទៅវាគួរបានកម្រៃមកវិញកម្រៃនឹងកល់ប្រាក់ប៉ុន្តែបើពេលចូលNIOP ហ្នឹងគឺធនាគារពាណិជ្ជដែលយកទៅដាក់ធនាគារកណ្ដាលត្រូវបង់កម្រៃជាងសារប្រសិនបើប្រាក់របស់កល់របស់ខ្លួនហ្នឹងមានចំនួនលើសបរិមាណកំណត់ចេញដោយធនាគារកណ្ដាលប៉ុន្តែនៅពេលដែលធនាគារទាំងអស់ហ្នឹងគាត់យកទៅឲ្យប្រជាពលរដ្ឋខ្ចីគឺវាមានអត្រាការប្រាក់ទាបពីព្រោះធនាគារកណ្ដាលគោលនយោបាយធនាគារកណ្ដាលវាទាបហើយអានេះគឺជានេះមួយហើយដូចក៏យើងទៅដល់និយាយដល់ធនាគារនិយាយរឿងលុយពីព្រោះវាតកតទៅជាមួយនឹងតម្លៃលុយទៅអស់សិនចាំយើងតមកទៀតបើយើងគ្រាន់តែស្ដាប់មួយរឿងវាពិបាកវាជាគោលនយោបាយក្នុងការឲ្យបងប្អូនគិតឲ្យដឹងថាលុយវាអាចទៅបានកម្រិតណាអញ្ចឹងនៅពេលដែលធនាគារគាត់យកទៅឲ្យខ្ចីណាបើសិនជាកម្ចីទិញផ្ទះមកនេះគឺ0.5 ឬក៏ទៅដល់ 1.5 ក្នុងមួយឆ្នាំកម្ចីទិញផ្ទះថោកណាបងប្អូនណាយើង12 13អញ្ចឹងទៅឥឡូវកំពុងតែចរចាតម្លាក់មក 8% ក្នុងមួយឆ្នាំព្រោះដើម្បីជំរុញវិស័យចលនាទ្រព្យដែលកំពុងជាប់គាំងដោយឯកឧត្តមសាយសម្មាល់ហើយក៏យល់ព្រមគ្នាចាំខ្ញុំជូនព័ត៌មាននឹងបន្តទៅទៀតកម្ចីផ្ទាល់ខ្លួនខ្ចីទៅមួយឆ្នាំគឺអត្រាការប្រាក់ក្នុងចន្លោះ 1% ទៅ 5% ថោកកម្ចីអាជីវកម្មគឺ 0.5 ទៅ 2% នៅក្នុងមួយឆ្នាំលបចំណេញដល់ 10% ក្នុងមួយឆ្នាំដល់ពេលយើងទៅ
យើងទៅកម្ចីពាណិជ្ជណារបស់មួយចំនួនណាយើងទៅកម្ចីម៉ាក្រូលេងគ្រាន់តែអត្រាការប្រាក់20%ដូចរកស៊ីសងម៉ាក្រូអញ្ចឹងអានេះខ្ញុំនិយាយនៅក្នុងស្រុកខ្មែរយើងស្ដាប់មកអូធនាគារនៅជប៉ុនក៏ចំណេញតិចតិចហ្នឹងហើយជាមូលហេតុដែរអ្នករកស៊ីវិស័យធនាគារនៅជប៉ុនឬក៏អ្នកដែលយកលុយកម្ចីពីធនាគារជប៉ុនហ្នឹងគាត់ខ្ចីតយកមកបោះទុននៅក្នុងប្រទេសដែលមានអត្រាការប្រាក់ខ្ពស់ដូចនៅក្នុងប្រទេសខ្មែរកម្ពុជាអញ្ចឹងគាត់យកលុយមកដុំធំមកទិញអាធនាគារដែលកំពុងដំណើរការឲ្យស្រាប់ហ្នឹងមានកម្ចីមានអីឲ្យស្រាប់គឺគាត់ចំណេញស្រាប់បែបហ្នឹងគាត់បើសិនគាត់ចាប់ផ្ដើមខ្លួនឯងគាត់ចំណាយតាំងពី operation តាំងពីបុគ្គលិកតាំងពីអគារតាំងពីការចងក្រងតាំងពីប្រព័ន្ធអត់ទេបើកធនាគារទូចមួយមើលតែធនាគារណាល្មមទិញស្ថាបនាទិញប្រាសាទទិញអម្រិតទិញអស់ហើយហ្នឹងគឺបែបហ្នឹងហើយសម្រាប់ deposit មានថាប្រាក់បញ្ញើអត្រាការប្រាក់វិញយកទៅដាក់វាតាមធនាគារអញ្ចឹងអ្នកនៅជប៉ុនគាត់ដឹងខ្លួនគាត់ខ្ញុំអត់ដឹងណាវាមិនដឹងត្រូវមិនត្រូវនេះមើលព័ត៌មាន Reuters ដូចគ្នាប្រភពព័ត៌មានឬក៏ Nippon អញ្ចឹងសម្រាប់ប្រាក់បញ្ញើគឺពី0.001ទៅដល់ 0.1% នៃអត្រាការប្រាក់ដែលបានយកទៅផ្ញើអញ្ចឹងបងប្អូនអាចដឹងបានហើយថាធនាគាររបស់ប្រទេសជប៉ុនស្ថិតនៅក្នុងគោលនយោបាយអត្រាការប្រាក់ទាបកាលណាអត្រាការប្រាក់ទាបមានន័យថាតម្លៃលុយហ្នឹងគឺវាថោកជាងតំណែងហើយ4ខែមុនជប៉ុនទើបតែ4ខែមុនជប៉ុនទើបតែដំឡើងអត្រាការប្រាក់របស់ខ្លួនទេមក0.5% អញ្ចឹងអត្រាការប្រាក់ទើបតែឡើងដំបូងទេហេតុអីក៏អត្រាការប្រាក់ឡើងដោយសារតែអតិផរណានៅក្នុងប្រទេសជប៉ុនឡើងគោលនយោបាយរបស់ប្រទេសជប៉ុនធ្វើបែបហ្នឹងគឺដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនជាពិសេសគឺតកតើជាមួយនឹងការឲ្យកម្ចីទៅពលរដ្ឋក្នុងការឲ្យពួកគាត់អាចយកទៅប្រើប្រាស់យកទៅវិនិយោគមានផ្ទះនៅមានការស្នាក់នៅសមរម្យណាហើយខ្លាំងផុតហ្នឹងគឺគោលនយោបាយតកតើជាមួយនឹងធ្វើឲ្យទំនិញរបស់ប្រទេសជប៉ុនហ្នឹងនាំចេញទៅបានច្រើនស្របពេលដែលសេដ្ឋកិច្ចធ្លាក់ចឹងគោលនយោបាយ negative interest rate ហ្នឹងគឺអត្រាការប្រាក់អវិជ្ជមានហ្នឹងគឺចាប់ផ្ដើមពីឆ្នាំ2015មកបងប្អូនឆ្នាំ2015មកអញ្ចឹងអាហ្នឹងយើងអាចដឹងថាវាចាប់ដើមជះឥទ្ធិពលខ្លាំងនៅក្នុងឆ្នាំ2020-2021ដែលធ្វើឲ្យអ្នកលុយយួនណាលុយយេនជាស្រ័យទៅលុយយេនជប៉ុនចាប់ដើមចុះថោកឥឡូវយើងចូលដល់របៀបដែលយើងអាចមើលថាយើងមើលមិនដឹងថាលុយយេនអាចឡើងមកវិញឬក៏វាចុះថោកទៅទៀតលុយយេនចុះថោកនៅក្នុងឆ្នាំ2021-2022ដោយសារអីដោយសារតែការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកតោះនេះបងប្អូនជាងស្របពេលដែលធនាគារជប៉ុនក៏អត់តម្លើងអត្រាការប្រាក់ទេសេដ្ឋកិច្ចសកលលោកមានបញ្ហាធនាគារកណ្ដាលសហរដ្ឋអាមេរិកតម្លើងអត្រាការប្រាក់ពីក្បែរ 0% ដូចគ្នាឡើងរហូតដល់ 5.75 អញ្ចឹងហើយធ្វើឲ្យលុយយេនគឺវាធ្លាក់យកតែមែនតើអញ្ចឹងដើម្បីយើងអាចដឹងថាតើលុយយេនវាអាចឡើងឬក៏ចុះគេប្រៀបធៀបឲ្យខ្លះទីមួយគេត្រូវតែចាំបាច់ទៅមើលគោលនយោបាយធនាគារកណ្ដាលរបស់ប្រទេសជប៉ុនធៀបជាមួយនឹងគោលនយោបាយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកឬក៏ធនាគារបណ្ដាលប្រទេសផ្សេងអញ្ចឹងយើងអាចដឹងថាបើថាធៀបមួយយន់ឡើងចុះវាមើលគោលនយោបាយពីរប្រទេសហ្នឹងអញ្ចឹងចំណុចទី1ចំណុចទី2យើងមើលទៅលើ GDP យើងមើលទៅលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទី3យើងមើលទៅលើអតិផរណាទី4យើងមើលទៅលើការនាំចេញនាំចូលឬក៏តុល្យភាព fiscal account របស់ប្រទេសជប៉ុនហើយទី5នោះគឺយើងមើលទៅលើស្ថានភាពគោលនយោបាយការជួញដូរការឡើងចំពោះពិភពលោកយើងដក forex ចេញណាអញ្ចឹងសំណុកឃើញហើយឥឡូវយើងនិយាយពីរឿងទី1ជប៉ុនបានដំឡើងអត្រាការប្រាក់ 0.5% ដល់ក្រោយពីនេះក្រោយពីលុយរបស់ខ្លួនធ្លាក់ខ្លាំងមែនទែនហេតុអីក៏លុយចាប់ដើមធ្លាក់ខ្លាំងយើងមើលទៅលើអតិផរណាឥឡូវស្ដាប់អតិផរណាទាំងអស់គ្នាអញ្ចឹងតាំងពីឆ្នាំ2015មកអតិផរណារបស់ប្រទេសជប៉ុនគឺអត់មានការឡើងទៅណាទេគេហៅថា deflation ណាមានថាបរិបទផរណាវាអត់ឡើងថ្លៃរហូតតមកដល់ឆ្នាំ2018ហ្នឹងអតិផរណាហ្នឹងគឺនៅមាន 0.9 2019គឺ 0.5 អញ្ចឹងទៅតែវាកើនឡើងខ្លាំងនៅក្នុងឆ្នាំ2022នេះដែលអតិផរណាកើនឡើងរហូតដល់ 2.5% ហើយតដល់ឆ្នាំ2023គឺ 3% មានថាលុយកំពុងតែថោកហើយវាថែមថោកឲ្យទៅទៀតតោះនេះបងប្អូនលុយក្នុងគោលនយោបាយថោកហើយវាបែរជាថោកទៅទៀតតាមរយៈតំណែងអញ្ចឹងហើយបានជាពលករឬក៏បងប្អូនដែលធ្វើការនៅក្នុងប្រទេសកូរ៉េគាត់មានអារម្មណ៍ថាហើយលុយក៏វាថោកម៉េះប៉ុន្តែឥឡូវវារៀងស្រាកបន្តិចដោយសារតែអតិផរណាធ្លាក់មក 2.5%
ស្រាកបន្តិចណាតែមិនមែនមានន័យថាវានឹងមិនបន្តថោកទៅទៀតទេវាស្រាកដោយសារតែទី1ធនាគារកណ្ដាលបានដំឡើងអត្រាការប្រាក់ 0.5% ដែលធ្វើឲ្យអតិផរណាធៀបជាមួយនឹងតម្លៃទំនិញដែលបងប្អូនកំពុងតែនៅហ្នឹងគឺមកធ្លាក់មក 2.5 ស្របពេលដែលធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានទម្លាក់អត្រាការប្រាក់ហើយឆ្នាំក្រោយធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់2ដងទៀតប៉ុន្តែបើសិនជាការមុនគេថាទម្លាក់4ដងយើងអាចមានសង្ឃឹមខ្ញុំធ្លាប់បាននិយាយប្រាប់ពលករនៅជប៉ុនថាឆ្នាំក្រោយលុយយន់ឡើងវិញហើយឥឡូវលែងឡើងហើយសុំកែពាក្យពីព្រោះអាចណាតែអាហ្នឹងមិនមែនមានន័យថាដូចខ្ញុំនិយាយទេវាត្រូវតែមើលភាពប្រកបច្បាស់ព្រោះគ្មានអ្នកណាទាយពីអនាគតត្រូវតែគេលើដល់លោកដូណាល់ត្រាំក៏ត្រូវការឲ្យលុយដុល្លារថោកអាហ្នឹងបងប្អូនមានលេខទឹកមាត់លេខវិញពីព្រោះឥឡូវវាច្បុកច្បល់វា pivot វា slon គោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលខ្ញុំនិយាយផឹកមិញគឺវា slon អញ្ចឹងអត់ច្បាស់ថាវាឡើងឬក៏វាចុះទេចាំមើលតែលុយដុល្លារសិនទៅបើធនាគារកណ្ដាល SCP របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកទម្លាក់នៅឆ្នាំក្រោយលុយយេនឡើងតែបើអត់ទេលុយយេននៅតែបន្តទឹកភ្នែកពីព្រោះអ្វីដោយសារតែរដ្ឋាភិបាលរបស់ប្រទេសជប៉ុនគ្មានឬក៏មិនចង់ដំឡើងអត្រាការប្រាក់ទេហេតុអីវាទៅដល់ចំណុចទី4គឺតើតើទី3ក៏ទី4ដែរខ្ញុំនិយាយអត់ចាំព្រោះអ្នកនិយាយហ្នឹងគឺអត់ដែរយកស្អីមក note សោះគឺដល់ចំណុចទី4តើតើជាមួយនឹងការជួញដូររបស់ប្រទេសជប៉ុនស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបងប្អូនដឹងហើយគឺធ្លាក់ពីសេដ្ឋកិច្ចទី3ដល់ទី4អាឡម៉ង់ឡើងហើយអាឡម៉ង់ឡើងមិនមែនឡើងដោយសារអាឡម៉ង់ខ្លាំងហើយអាឡម៉ង់អាលីដូចគ្នាដែរឥឡូវគេប្រកាសវាក់ទៅជាមួយនឹងបញ្ហាសេដ្ឋកិច្ចហើយអាឡម៉ង់ក៏ទទួលស្គាល់ខ្លួនឯងដែរតាក់ទងជាមួយនឹង state nation វាតាក់ទងជាមួយនឹងភាពនឹងថ្កល់នៃសេដ្ឋកិច្ចហ្នឹងអញ្ចឹងសិតតែអ្នកមានបញ្ហាឡើងតំណែងលើអ្នកមានបញ្ហាទោះបីជាយើងមើលទោះបីជាបន្ទាប់ពី COVID ហើយការនាំចេញរបស់ជប៉ុនមានការកើនឡើងប៉ុន្តែគោលនយោបាយរបស់ប្រទេសជប៉ុននៅតែចង់ប្រកួតប្រជែងចង់រក្សាអត្រាការប្រាក់នៅក្នុងឆ្នាំ2024ហ្នឹងឬក៏ឆ្នាំ2025ហ្នឹងឲ្យនៅក្នុងកម្រិតទៀតមានថាប្រយ័ត្នប្រយែងអញ្ចឹងយើងអាចនិយាយថាការនាំចេញគឺជាទិសដៅសំខាន់របស់រដ្ឋាភិបាលប្រទេសជប៉ុនយើងអាចមើលឃើញថាឆ្នាំ2025ការដំឡើងអត្រាការប្រាក់វាកាត់ឡើងដល់កម្រអញ្ចឹងតនេះបងប្អូនតណាអញ្ចឹងយើងអាចមើលឃើញហើយវាធៀបជាមួយនឹង GDP របស់ប្រទេសជប៉ុនដែរបើសេដ្ឋកិច្ចវាខ្លាំងក៏វាកើនដែរហ្នឹងចំណុចដែលយើងត្រូវមើលប៉ុន្តែចំណុចដែលយើងមើលនៅក្នុងពេលបច្ចុប្បន្នវាស្ថិតនៅក្នុងភាពអវិជ្ជមានច្រើនតែកាលពីមុនយើងមើលឃើញក្នុងភាពវិជ្ជមានច្រើនដោយសារតែការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិកប៉ុន្តែវានៅតែដដែលទេបើសិនជានៅក្នុងចិត្តរបស់ខ្ញុំដឹងថាអាមេរិកឆ្នាំក្រោយនៅតែទម្លាក់គាត់តែពេលឥឡូវវាស្លន់អញ្ចឹងណាវាធ្វើឲ្យមានការកាត់បន្ថយអត្រាការប្រាក់មានតែ2ដងខ្ញុំសង្ឃឹមថាការនិយាយបែបក្មេងបឋមហ្នឹងធ្វើឲ្យពលករបងប្អូនដែលកំពុងតែស្ដាប់ខ្ញុំហ្នឹងឬក៏បងប្អូនទៅកូរ៉េហ្នឹងជាពិសេសពលករខ្ញុំនៅបញ្ជាក់ពលករព្រោះគាត់អ្នកសួរខ្ញុំឆ្លើយទៅគាត់យល់ងាយស្រួលយល់និយាយចុះនិយាយឡើងបែបកូនក្មេងឲ្យងាយស្រួលយល់ហើយខ្ញុំបញ្ជាក់ម្ដងទៀតវីដេអូខ្ញុំធ្វើអត់គិតរឿង view ទេព្រោះអាវីដេអូនេះដឹងប្រធានបទនេះគឺគ្មានចាប់អារម្មណ៍ទេវាមិនមែនជាវីដេអូអត់ព្រោះឥឡូវយើងទៅមើល GDP របស់ប្រទេសជប៉ុន GDP របស់ប្រទេសជប៉ុននៅក្នុងឆ្នាំ2018កើនបាន 0.3% គឺពេលកំពុងយ៉ាប់ណាហើយ COVID នោះគឺ 0.7% ហើយវាធ្ងន់ផុតនៅពេលដែលមានបញ្ហា COVID ខ្លាំងណាវាធ្លាក់រហូតដល់ 4.5% ហើយនៅក្នុងឆ្នាំ2021ងើបឡើងមកវិញបាន 1.7% នៅក្នុងឆ្នាំ2022គឺ 1.1% នៅក្នុងឆ្នាំ2023គឺ 1.5% ហើយនៅក្នុងឆ្នាំ2024គឺកំពុងពេលបច្ចុប្បន្នគឺ 1.9 អញ្ចឹងអា GDP នឹងអាចយោងបានណាហើយចូលដល់ក្នុងឆ្នាំ2025គេអាចមើលថាក្នុងរង្វង់ 1.2% ពេលហ្នឹងគឺរដ្ឋាភិបាលជប៉ុនគាត់ជ្រើសរើសហើយគាត់ជ្រើសរើសរវាងការប្រកួតប្រជែងការនាំចេញហើយនឹងធ្វើឲ្យលុយជប៉ុនថោកមួយណាដែលល្អជាងខ្ញុំមើលណាតំណង2025គឺនៅតែបន្តធ្វើឲ្យលុយថោកពីព្រោះពលរដ្ឋរបស់ប្រទេសជប៉ុនក៏អត់មានបញ្ហាអីទេគាត់រស់នៅធម្មតាលុយថោកកម្ចីថោកអីថោកគាត់តែគាត់ពិបាកវាមិនពិបាកខ្លាំងណាចង់និយាយអញ្ចឹងណាវាបើសិនគេពិបាកគឺមិនពិបាកខ្លាំងគឺ
អឺពលករយើងនឹងឯងហើយអាការនាំចេញរបស់គេដូចទៅច្រើនហើយទេសចរមករយៈចុងក្រោយហ្នឹងក៏កើនឡើងច្រើនដែរអញ្ចឹងបើយើងធៀបជាមួយនឹង GDP វាស្ថិតនៅអាស្រ័យទៅលើរដ្ឋាភិបាលរបស់ជប៉ុនដដែលគាត់សម្រេចចិត្តបែបណាបើខ្ញុំមើលខ្ញុំឃើញថាដូចជាមិនទេមិនចង់ដំឡើងអត្រាការប្រាក់ទេសរុបរួមនៅក្នុងឆ្នាំ2025ប្រសិនបើបងប្អូនចង់ដឹងថាលុយជប៉ុនវាអាចកើនឡើងទេបងប្អូនមើលគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកហើយខ្ញុំជឿជាក់ហើយសង្ឃឹមថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ឬក៏ប្រើគោលនយោបាយ QE បង្កើតលុយ digital ដែលនឹងធ្វើឲ្យដុល្លារធ្លាក់ចុះខ្ញុំអត់ទៅបញ្យល់ពាក្យថា QE ហ្នឹងឯទៀតទេព្រោះបើបញ្យល់ទៀតនឹងដល់ណាទៅវីដេអូហើយអានីតិរបស់ខ្ញុំឬក៏ថ្មទូរស័ព្ទហ្នឹងឥឡូវខ្ញុំប្រើតាមទូរស័ព្ទទេព្រោះបើកុំព្យូទ័រទៅវាយូរចង់និយាយទៅចូលទៅក្នុងបន្ទប់កន្លែងធ្វើការនិយាយមកប្រើទៅចេញទៅវិញមើលធ្វើការកន្លែងការងារហើយខ្ញុំយកពេលវេលាខ្លីៗរបស់ខ្ញុំធ្វើទេមិនជាអាជីពទេខ្ញុំបញ្ជាក់បងប្អូនហើយក៏ខ្ញុំមិនឈប់បំរើឲ្យអង្គភាពឬក៏ស្ថាប័នណាមួយគឺផ្ទាល់ខ្លួនឯងទេអញ្ចឹងសង្ឃឹមថាបងប្អូនស្ដាប់ឲ្យកុំប្រកាន់រឿងនោះស្ដាប់ឲ្យវីដេអូភាពតែមួយទៅរហូតអញ្ចឹងណាខ្ញុំអត់ចង់មិនថាមិនចេះទេវាអត់មានពេលវេលាទៅរៀនសូត្រស្ដាប់ព័ត៌មានហើយទៅរៀនសូត្រមើលក្មេងៗគាត់ធ្វើវីដេអូបង្រៀនហ្នឹងគឺអត់ហើយម្យ៉ាងទៀតបើអង្គុយចំណាយណាព្រោះថាវាមិនមែនជាអាជីពខ្ញុំបញ្ជាក់អញ្ចឹងវាមិនមែនជាអាជីពបើអង្គុយជាចំណាយពេលមកអង្គុយកាត់វីដេអូគឺខ្ញុំអត់មានពេលធ្វើវីដេអូជូនបងប្អូនទេអញ្ចឹងសង្ឃឹមកុំប្រកាន់រឿងវីដេអូពីព្រោះមិនមែនជាអាជីពទេហើយខ្ញុំក៏មិនបានបំរើឲ្យអង្គភាពឬក៏ស្ថាប័នណាមួយដែរសូមបញ្ជាក់ណាសូម្បីតែ Facebook TikTok អីក៏ខ្ញុំជឿផុសដែរពេលខ្លះព្រោះរវល់ហើយហ្នឹងរវល់យ៉ាងហ្នឹងបងប្អូនឲ្យឆ្លៀតយកមកធ្វើទេខ្ញុំកុំប្រកាន់អសោះហើយអ្វីដែលខ្ញុំនិយាយគ្រាន់តែជាទស្សនៈរបស់ខ្ញុំផ្ទាល់ខ្លួនទេมันមានឆ្លុះបញ្ចាំងពីទស្សនៈអ្នកណាមួយឡើយมันឆ្លុះបញ្ចាំងពីអង្គភាពទស្សនៈបុគ្គលរបស់អ្នកណាមួយដែលជាបុគ្គលសាធារណៈមិនឆ្លុះបញ្ចាំងអំពីនិន្នាការនយោបាយទេអញ្ចឹងបើសិនជាបងប្អូនយល់ថាឃើញខុសថាត្រូវខមមិនខ្ញុំស្វែងយល់ពីបងប្អូនវិញទាំងអស់គ្នាសូមអរគុណសូមជម្រាបលា